បញ្ចុះថ្លៃជីរកការងារឲ្យប្រជាពលរដ្ឋធ្វើគាត់ទុកពឹងតែនោះហ្មងរឿងតែគេឲ្យការប្រាក់ច្រើននោះអត់មានគិតពីរឿងថាតិចគេអត់ធ្វើកិច្ចសន្យាឲ្យអត់ហើយកុំខ្វល់ណាអញល្អណាហើយដើរសួរគេជុំវិញមើលអញដែរបោកលុយអាណាអញខ្ចីលុយមិនដែរបោកទេខ្ចី1000គេឲ្យការប្រាក់ឯងបានទៅឲ្យការប្រាក់30រៀលមួយខែអូអញឲ្យ200មួយខែញ័រទៅរក200ហ្នឹងទៅផ្លូវកាត់អត់ធ្វើប្រព័ន្ធស្បែកយើងថ្ងៃអញ្ចឹងចុះតម្លៃសាករកការងារឲ្យយុវជនធ្វើបញ្ចុះតម្លៃជីបញ្ចុះតម្លៃអគ្គិសនីជាបាល់អត់យកលុយចាក់ទៅមានគេមើលជំងឺឲ្យមានលុយរត្រែតគាត់ទៅលឺប៉ុណ្ណឹងញ័រទៅហ្មងទៅផ្លូវកាត់បដ ாய் មើលបាត់ពិសោធន៍អតីតកាលឡើងវិញមើលបាត់ពិសោធន៍អតីតកាលឡើងវិញខ្ញុំចាប់ដើមមើលប្រវត្តិសាស្ត្រខ្មែរកាលណាស្រស់តែគាត់ណាអាស៊ីអាគ្នេយ៍យើងនេះមានតែ3ពូជចាមម៉ូនខ្មែរ3ពូជហ្នឹងណាប៉ុន្តែប្រាប់ថាពូទាំង3ហ្នឹងមានបញ្ហាតែ3ពូជហ្នឹងគាត់តែពូជអួតចាមមកឆ្អាមដល់មេឃបាត់ដីទៅម៉ូនយកមេឃរកអង្គុយម៉ូនយកមេឃរកអង្គុយខ្លាំងជាងគេនៅលើមេឃចុះបាត់ដីទៅខ្មែរក៏ប្រកបត្រូវអាចលេនប្រធានបទប៉ុណ្ណឹងយើងសិក្សាអំពីបទពិសោធន៍អតីតកាលដើម្បីស្រង់យកបទពិសោធន៍អតីតកាលមកទុកជាមេរៀនយើងហើយយើងរកការពិនិត្យទឹកទៅយកទុកជានិស្សិតសៀមនេះឡាវនេះជួននេះមកក្រោយយើងទេហេតុអ្វីបានជាទឹកដីរបស់យើងរួមតូចទៅរហូតមកដល់សប្តាហ៍ហ្នឹងប្រទេសជិតខាងគេគាត់ថាយើងហើយយើងមិនព្រមទទួលស្គាល់ថាពួកយើងមានបញ្ហាយើងអត់ទទួលស្គាល់អាហ្នឹងជាផ្នត់កំណត់ខ្មែរផ្នត់កំណត់ខ្មែរគឺបន្ទោសតែគេអត់បន្ទោសខ្លួនឯងទេបើគេបោកអត់បន្ទោសថាមកពីអញភ្លើទេបន្ទោសខឹងតែគេអ្នកបោកហ្នឹងបងមេដឹកនាំមិនកើតមេដឹកនាំមិនល្អមេដឹកនាំមិនកើតមេដឹកនាំមិនល្អចេះតែបោកគ្នាគេបោកបានមកពីយើងហើយបើស្នាជាបងប្អូនគិតត្រង់ចំណុចហ្នឹងបងប្អូនមានផ្លូវចិត្តមួយមានផ្លូវចិត្តមួយពួកក្មួយកសាងនៅបញ្ញាបាទីក្នុងខ្លួនដែលជាមូលដ្ឋានក្នុងការទប់ទល់ការបោកប្រាស់ប៉ុន្តែអញ្ចឹងគេដាក់វេទិកាឲ្យជេរមើលពួកវេទិកាគេពេញពេញទៅពួកទឹកបច្ចុប្បន្នមកឲ្យតែដាក់ក្បាលមីក្រូទៅអានឹងមកពីមេដឹកនាំអត់គិតគូរបញ្ហាជាតិជាធំមិនគោរពខន្តិរាជមិនយកខន្តិរាជមកពិចារណាធ្វើអ្វីទាំងអស់ក្បត់ឧត្តមគតិខ្លួនឯងអង្គុយបន្ទោសតែគេហ្នឹងតាមប្រយោជន៍អីគេថាមនុស្សល្ងងណាមើលឃើញបញ្ហាមើលឃើញបញ្ហាយូអាបញ្ហាហ្នឹងគឺឲ្យតែជាឧបសគ្គលែងឲ្យចង់ទៅពីព្រោះវាបញ្ហាច្រើនពេកហើយសង្គមខ្មែរយើងមិនងាយទេពីណាទៅបោះឆ្នោតឈ្នះរដ្ឋាភិបាលគេមានលុយជួយបោះឆ្នោតគេក៏ចបមិនអាចមានក្រាត់គេមានលុយចែកឆ្នោតយើងជួបបញ្ហានោះបញ្ហាគឺបញ្ហាទៅជាឧបសគ្គលែងទៅវិញមនុស្សខ្លាំងវិញរឿងតែមួយដូចគ្នាហ្នឹងគាត់មើលឃើញឱកាសគាត់មើលឃើញបញ្ហាគាត់មើលឃើញឱកាសក្នុងការដោះស្រាយបញ្ហាពេលណាគាត់មើលឃើញឱកាសគាត់រកវិធីក្នុងការដោះស្រាយបញ្ហាពីរជនទាំងឡាយនៅលើលោកនេះគាត់ខ្លាចទៅជាវីរជនដោយសារគាត់ដោះស្រាយរឿងឯកសារដោះស្រាយរឿងឯកសារដោះស្រាយមួយទៅធ្វើទៅទេគាត់ទៅដោះស្រាយរឿងឯកសារដោះស្រាយទៅលោកបើស្នាជាគាត់ដោះស្រាយរឿងធម្មតាដែលមនុស្សតាមបាច់ដោះស្រាយរឿងហ្នឹងគាត់មិនឆ្លើយទៅជាវីរជនដោះស្រាយតែរឿងណាដែលគេថាដោះស្រាយមនុស្សដោយសក្តិអញ្ចឹងគេថាមិនឈ្នះរដ្ឋាភិបាលទេសំយ៉ាងទីគេធ្វើប្រហែលឆ្នាំហើយគេមានតំណាងរាជផងគេមានលុយមានកាក់មានបរទេសផងផងនៅតែធ្វើមិនឈ្នះតែមួយអានេះគេហៅទឹកខែមួយចាំពីថ្ងៃហ្នឹងតែអានេះគេហៅទឹកខែអាការប្រកាន់ថាអញ្ចឹងណាការប្រកាន់ថាអញ្ចឹងទៅនៅក្នុងក្បាលយើងគេហៅទឹកខែអាទឹកខែហ្នឹងណាគឺគប់បែកខ្ចាយទៅសារហេតុផលយើងយកហេតុផលទៅវែកញែកមើលថាណែសំរៀងទីហ្នឹងគណៈបកប្រឆាំងហ្នឹងគាត់មានលុយគាត់បកកែធ្វើគាត់មានបរទេសគ្រប់គ្រងពិតប្រកបមែនហើយមិនឈ្នះហ៊ុនសែនហ្នឹងមកពីមូលហេតុអីមកពីមានចំណុចខ្វះខាតឬយ៉ាងណាទៅយកហេតុផលមកវែកញែកហេតុផលគប់វាអត់ចូលដោយសារគាត់មានទឹកខែងគាត់ថាគាត់យល់ត្រូវហើយលោកឯងស្អីកូនអ្នកស្រែទាំងមានអីផងអីមិនឈ្នះគេអ្នកមានលុយគេមានតំណាងរាជគេមានបរទេសនៅគ្រប់មកពីលុយគេសញ្ញាបត្រកំពុងជួយបានផងទឹកខែគាត់យើងប្រាប់ថាយើងមិនឲ្យយើងទេយើងឲ្យយកហេតុផលទៅពិចារណាមួយថាតើវាសមរម្យមែនអត់អាហេតុផលហ្នឹងគុំចូលទៅបាក់ទឹកខែអត់បានពីគុំគាត់ទៅកាន់យកតែហ្មងអានឹងហើយដែលយើងត្រូវការកសាងស្មារតីរបស់ប្រជារដ្ឋថ្មីថ្ងៃក្រោយពេលណាខ្លួនមានទឹកខែខ្លួនត្រូវស្ដាប់ហេតុផលទេ
ហើយលោកមានហេតុផលណាសមរម្យពីព្រោះវិយៈបរោះនៅលើលោកនេះណាគាត់ដោះស្រាយតែរឿងណាតែគេគិតថាដោះស្រាយមិនរួចនោះហើយគាត់ដោះស្រាយរួចទៅអស់ចាបើមនុស្សសាមញ្ញដោះស្រាយរួចទៅលើកតោះលើកទូណាក៏លើករួចដែរបើឆ្កែលើកវាមិនរួចឆ្កែសាក់គោក៏របីវាអត់ចេះលើកវាលើកអត់រួចទេដល់ពេលមនុស្សចេះលើកគ្រប់គ្នាដល់ពេលមនុស្សចេះលើកគ្រប់គ្នាមានអីអស់ចាបើស្នាជាយើងជាឆ្កែគ្រប់គ្នាយើងអត់ចេះលើកមានឆ្កែណាមួយចេះលើកថាអីដើរចុះដើរឡើងវាប្រើវាគាត់ដល់ពេលមនុស្សលើកបានគ្រប់គ្នារឿងសាមញ្ញមនុស្សដោះស្រាយគ្រប់គ្នាហើយដល់ពេលមនុស្សតែមិនសាមញ្ញគាត់ដោះស្រាយរឿងតែយកមកដោះស្រាយតែគាត់ដោះស្រាយរឿងនោះប៉ុន្តែសប្តាហ៍នេះអាការដោះស្រាយបញ្ហាប្រទេសហ្នឹងណាវាតាក់ទងជាមួយនឹងការចូលរួមរបស់ប្រជាពលរដ្ឋវាអត់មានអ្នកណាមួយមានកម្លាំងទៅដល់តែបញ្ហាប្រទេសតែបានទេវាត្រូវការការចូលរួមរបស់ប្រជាពលរដ្ឋត្រូវការការចូលរួមរបស់ប្រជាពលរដ្ឋហ្នឹងត្រូវការបញ្យល់ប្រជាពលរដ្ឋដល់ពេលបញ្យល់ជាផ្ទះជាមួយនឹងសន្តិគាត់មានសន្តិហ្នឹងណាឧបសគ្គនៅក្នុងហ្នឹងបើស្ងាត់ជាគាត់ដាក់សន្តិហ្នឹងគាត់ប្រាប់ហេតុផលទៅជាការចាត់សន្តិត្រូវបានគប់បែកចាយដោយហេតុផលតែលើកឡើងចាស់ហេតុផលចាប់ណាដូចជាសន្តិយើងចាំគេថា10ថ្ងៃទៀតសងណាដល់ពេលគេចាំ10ថ្ងៃទៀតសងដល់ពេលយើង10ថ្ងៃចាំអត់បានសងទេយើងគេប្រាប់ថាយើងចង់សងហើយយើងដឹងហើយខ្លាចជនបំទៅយកមកសងក៏ប៉ុន្តែមកតាមផ្លូវទៅចោលលើកចោលបានយើងគេបាច់មកទៅគេលែងជឿនជន់ដល់យើងមកទៅមកទៅយកទៅសងគេយើងជម្រាបថាបើស្នាជាខ្ញុំងាប់ហើយចោលវាយកលុយបាត់ទៅនេះខ្ញុំខ្លាចពេកខ្ញុំឲ្យវាទៅបើទោះបីជាខ្ញុំងាប់អាចោលនោះក៏វានៅតែយកលុយបាត់ទៅមួយបាត់ទៅញ៉ាំមកសងខ្ញុំដឹងហ្នឹងអ្នកឯងទៅរហូតលុយគេណាក៏សងខ្ញុំបានថាអ្នកឯងស្រាប់ខែខោខ្ញុំសិនខ្ញុំដឹងហើយថាខ្ញុំទៅសងថ្ងៃហ្នឹងក៏ប៉ុន្តែចោលវាស្លន់ខ្ញុំបើស្នាជាខ្ញុំមិនឲ្យក៏វាបាច់ងាប់ដែរហើយចុងក្រោយគាត់នៅតែអត់លុយសងអ្នកឯងខ្ញុំមិនដឹងខ្ញុំមិនដឹងតែអ្នកឯងសងខ្ញុំថ្ងៃហ្នឹងសងឲ្យបានមកខ្ញុំដឹងវាអត់ស្ដាប់យើងគេដឹងថាអ្នកឯងថាសងថ្ងៃហ្នឹងឥឡូវឃើញសងចុះអ្នកឯងបានយ៉ាង10ថ្ងៃសងដឹងហើយថា10ថ្ងៃយើងត្រូវសងក៏ប៉ុន្តែមកតាមទៅចោលទៅជុំលើយកបាត់ទៅហើយរឿងពិតជាចឹងមែនខ្ញុំអត់បានទេទៅទៅចឹងមែនអត់ដាក់ឲ្យផងខ្ញុំដាក់ឲ្យផងខ្ញុំមិនដឹងអ្នកឯងសន្យាថាសងខ្ញុំមិនអត់មានបដិសេធទេតែខ្ញុំនិយាយថាសងក៏ប៉ុន្តែគាត់តែមានដាក់ឲ្យផលរបស់ខ្ញុំមិនសមអត់តើវាពិតឬអត់ហើយពីតើជឿមើលបើស្នាជាវាពិតរួចហើយវាសមហេតុសមផលហើយអ្នកឯងចង់យកដាក់គុកខ្ញុំព្រមដែរចង់វាយក្បាលខ្ញុំព្រមដែរក៏ប៉ុន្តែមានតែស្ដាប់ហេតុផលរបស់ខ្ញុំសិនខ្ញុំពិតជាចង់យកលុយទៅសងយ៉ាងដែរក៏ប៉ុន្តែជាបន្តកណ្ដាប់ឡើងចង់ជុំជើងគាត់យកបាត់ទៅហើយរឿងពិតវានៅក្នុងនោះមែនខ្ញុំអត់ស្ដាប់ហេតុផលទេអ្នកឯងត្រូវសងខ្ញុំថ្ងៃហ្នឹងមនុស្សដីសម្រាប់ចាស់ហេតុផលតែប្រពន្ធទៅដោយបងប្អូនទៅដោយមិនចេះឲ្យអាននេះអត់កើមនុស្សសម្រាប់ចាស់ហេតុផលហើយចាប់បើយើងស្លឹងចិត្តយើងថាបើយើងក៏ធ្វើអញ្ចឹងដែរយើងទៅទៅមិនបើយើងទៅណាប្រពន្ធនឹងការពិចារណាប្រពន្ធចុះអាពុករបស់ប្រពន្ធកាន់ការជាប្រពន្ធនៅក្រោមអាលួយយ៉ាងបងគាត់ទៅប្រពន្ធលោកគិតឃើញថាបៃតារបស់អញនេះសម្រាប់អត់មានទេពីគាត់ជឿព្រមទៅប្រពន្ធអលួយអោះបើស្នាជាបៃតាអញកំចាត់អំពើពុកអលួយត្រូវដួលរាជបល្ល័ង្កហ្មងពួកនឹងលែងគាំទ្រពីព្រោះវាអលួយលែងបានវាលែងគាំទ្រដល់លែងគាំទ្ររាជបល្ល័ង្កត្រូវដួលស្រុកត្រូវចលាចលគាត់ស្លឹងចិត្តគាត់ថាបើស្នាជាអញវិញស្ថិតក្នុងស្ថានភាពដូចឪអញក៏ជ្រើសរើសផ្លូវដូចឪអញនឹងដែរគឺសង្ងំសៀនចុះបើអញក៏ជ្រើសរើសផ្លូវនឹងដែរហើយអញទៅទទួលគេបាច់ទទួលអត់កើតទេសំថ្ងៃអញ្ចឹងបន្ទោសរដ្ឋាភិបាលចេញចុះចឹងណាប៉ុន្តែខ្លួនឯងកាន់ការងារប្រទេសជាតិកន្លែងខ្លះក៏មិនជន់បានបើស្នាជាយើងបន្ទោសទៅអត់មានហេតុផលប្រទេសនេះបែកបាក់គ្នាឆ្លោះគ្នាគ្មានថ្ងៃបញ្ចប់ទេមួយនេះគឺជាបទពិសោធន៍អតីតកាលបទពិសោធន៍អតីតកាលធំបំផុតណាដែលពូកើតសេចក្តីសន្តោសដល់ប្រជាពលរដ្ឋខ្មែរពូបានឈរនៅលើគំនោនៃអតីតកាលប្រជាពលរដ្ឋខ្មែរច្រើនណាស់បានរត់ចាក់ចេញពីគំនោអតីតកាលប្រាជ្ញាឈ្នះពួកច្រើនណាស់ជលហងជាងមិនបានជាបោះណៅគ្រប់គ្រងសង្គមនឹងតែឆ្លាញ់សង្គមនឹងយ៉ាងម៉េចបើអត់មានឆ្លាញ់អីតិចច្រើនណាស់បើនិយាយណាបើអត់មានឆ្លាញ់អីតិចទេក៏ប៉ុន្តែគាត់បានជឿជាក់គេដឹកនាំដែលបានមកនិយាយអំពីអំពើអាក្រក់នៃអ្នកដឹកនាំចាស់ហ្នឹងណាហើយដើម្បីយកកម្លាំងគាត់ទៅផ្លាស់ប្ដូរសង្គមហ្នឹងណាគាត់ចូលរួមច្រើនលើកច្រើនសារហើយក៏ប៉ុន្តែគឺគាត់ចាញ់បោកអានេះថ្មីរហូតចាញ់បោកអានេះថ្មីមកពេលអញ្ចឹងគាត់គិតថាអ្នកនៅប៉ុណ្ណឹងបណ្ដាជានៅប៉ុណ្ណឹងពីគាត់បើព្រោះយើងមើលឃើញអ្នកថាវាប៉ុណ្ណឹងព្រោះតែគាត់អញថាប៉ុណ្ណឹងណាគាត់ថាគាត់អត់ឡាញទេមិនបើគាត់ផ្លាស់ប្ដូរទៅទៀតគាត់ថាវាអីទៅកាលមកតាមតែចូលរួមផ្លាស់ប្ដូរសង្គមញឹកញាប់ទីបំផុតចាញ់បោកគេរហូតដល់ដល់ទៀតព្រោះតែការចូលរួមរបស់ខ្លួនមកបែបនេះខ្ញុំប្រកតែចូលរួមដើម្បីប្រយោជន៍ប្រទេសជាតិទីបំផុតមកដល់ពេលទីបំផុតគាត់សម្រាប់ចិត្តថាទុកចិត្តនៅប៉ុណ្ណឹងចុះខ្លួននៅប៉ុណ្ណឹងគាត់ឆ្លាញ់ថាអត់ឆ្លាញ់គាត់ថាផ្លាស់ប្ដូរទៅ
ទៅមិនស្រួលទៅតែការសង្គ្រាមទៀតទៅចលាចលទៀតទៅគេនោះអានេះថ្មីនឹងគេមិនលើអានេះចាស់ទៅដល់ពេលអញ្ចឹងគាត់សម្រេចចិត្តទៅនៅប៉ុណ្ណឹងគាត់ទៅនៅប៉ុណ្ណឹងគាត់ឆ្លាញ់យ៉ាងហ្នឹងគាត់ថាអត់ឆ្លាញ់ទេណែដល់ពេលយើងសិក្សាអំពីអារម្មណ៍របស់គាត់អញ្ចឹងណាបានយើងចាំដើររកផ្លូវជួយគាត់នេះបានចំពេញតួជាឆ្មាលៀនសក្តៅមែនតាវាធ្លាប់លៀនសក្តៅកុំតាណាជួបបោកមកបោកទៅកុំជួបមកជួបមកក្តៅគាត់គាត់ថាតែបោកគាត់ទៅទៅក៏មិនបានដែរគាត់ធ្លាប់លៀនសក្តៅចឹងយើងត្រូវដឹងពេលដែលយើងដោះស្រាយតែពូនិយាយថាត្រូវមានការយល់ដឹងអំពីគាត់ពេលដើរមកកុំជួបបោកកុំជួបចានយកស្នាកុំជួបកតោទឹកឲ្យមកគាត់សង្ស័យសពថ្ងៃបើជាបានពូអត់លើគណៈបាក់ពីពួកគណៈបាក់នេះជារូបភាពធ្វើឲ្យគាត់ភ័យណាស់គាត់ចេះថាយើងរមណាឃើញគណៈបាក់នោះគាត់យល់ថារមណាគាត់ថាបើនិយាយស្គាល់ដាក់បានល្អជាគាត់តោះតែវាបាច់គណៈបាក់ហ្នឹងបើពូរកផ្លូវផ្សេងបានណាដើម្បីយកអំណាចឲ្យប្រជាពលរដ្ឋបានណាដោយជៀសវាងការបាត់គណៈបាក់មិនអត់មានផ្លូវក៏ស្គាល់ពីព្រោះការកាត់គណៈបាក់នេះធ្វើឲ្យយុទ្ធសំបាត់តែវាមានតែផ្លូវមួយហ្នឹងគឺនឹងគាត់អាចថាតែយើងចង់បានអំណាចពីព្រោះអតីតកាលមកអ្នកធ្វើបាច់តែចង់ទាំងអស់គាត់អត់យល់ដល់ចំណុចហ្នឹងគាត់រកមិនឃើញគាត់បែកចាញ់មិនបានគាត់តាមបែកចាញ់មិនបានអញ្ចឹងបានជាពូថាពូឈរទៅលើរំដោអតីតកាលសិក្សាឡើងវិញដើម្បីយកបទពិសោធន៍អតីតកាលមកកែច្នៃដើម្បីរៀបចំផ្លូវមួយជូនប្រជាពលរដ្ឋថ្មីពីអតីតកាលដែលពូមើលឃើញពូមើលទៅក្នុងដល់ណារដ្ឋតែយ៉ាងរដ្ឋទីថ្មីចូលមកប្រាប់ពាក្យថាខ្មែរយើងស្គាល់តែថារត់ឲ្យលូនឲ្យក្រាបឲ្យលូនរត់គេក្រាបលូនរត់គេក្រាបលូនក្រាបលូនតរហូតពីសម័យចូលមករហូតមកចុងក្រោយនៃសម័យថ្មីហ្នឹងមកអត់ទៅអ្នកទៀតឃើញទេក្រាបលូនក្រាបលូនក្រាបរត់អត់មានទីជួយគេខែតាតាមរបស់ដែលមានដូនតាហ្នឹងមកចាំចំទៅបាត់គឺអស់ពេកគេចង់បានដល់ពេលគេចង់បានអញ្ចឹងគេពាត់ទីគ្រប់គ្នានេះប៉ុន្តែពូធ្លាប់មានបទពិសោធន៍ថាគេពាត់ទីវាជាកត្តាខាងក្រៅគេចង់បំផ្លាញយើងជាកត្តាខាងក្រៅក៏ប៉ុន្តែបើសិនជាកត្តាខាងក្នុងរឹងមាំគេពាត់ទីយើងបានទេដូចអ៊ីស្រាអែលអញ្ចឹងណាប្រជាប្រដ្ឋប្រហែល3លាននាក់ជុំវិញទាំងអស់គេពាត់ទីអ៊ីស្រាអែលទីបានទេអាគេចង់ទីក្រៅប៉ុន្តែកត្តាខាងក្នុងរឹងមាំចំណែកយើងវិញអាខាងក្រៅពាត់ទីអាខាងក្នុងទីគ្នាឯងប្រជាប្រដ្ឋខ្មែរបន្ទោសមានទាំងនោះត្រូវភូមិទទួលគាត់ថាត្រូវថាមានទាំងនោះមិនប្រកបឲ្យគាត់ទំនុកចិត្តរបស់ខ្លួនឯងប្រជាប្រដ្ឋខ្មែរជាមនុស្សតែមានសុចរិតទីកណ្ដាលមានសុចរិតទីល្អណាស់ក៏ប៉ុន្តែមានសុចរិតទីក៏មានចំណុចខ្សោយដូចនេះដែរដូចឆ្នាំពេទ្យអញ្ចឹងលេបទៅជាជំងឺប៉ុន្តែមានចំណុចខ្សោយដូចនេះដែរធ្វើឲ្យប៉ះពាល់សុខភាពយើងដែរភាពសុចរិតនេះល្អហើយក៏ប៉ុន្តែភាពសុចរិតនេះបើមិនណាជាមិនចេះប្រើវាមានលាយភាពទុនធ្លាយក្នុងនឹងដែរថាជឿគេពីពួកយល់ថាខ្លួនឯងមានសុចរិតបានគេចង់ដែរគេថាបោកបានពីទឹករបស់ជាប្រកពីអតីតកាលរហូតដល់សប្តាហ៍ថ្ងៃអត់ទាន់ឈប់ទេបាត់បន្ថយនៃការធ្វើឲ្យប្រជាពលរដ្ឋជឿលើមេកងការនិយាយមិនចឹងថាមកខ្ចីលុយអត់គិតពីរឿងប្រទេសកិច្ចសន្យាឲ្យម្ចាស់លុយទេគិតតែពីធ្វើមិនឲ្យប្រជាពលរដ្ឋជឿអាបាបធនហ្នឹងតាំងពីអតីតកាលរហូតដល់សប្តាហ៍ថ្ងៃអត់ទាន់ឈប់ទេមួយសប្តាហ៍ថ្ងៃហ្នឹងគេនៅតែធ្វើឲ្យប្រជាពលរដ្ឋជឿនេះជាបទពិសោធន៍អតីតកាលដែលធ្វើឲ្យខ្មែររងក្រពោអត់ចប់ដល់សប្តាហ៍ថ្ងៃដោយសារការធ្វើឲ្យប្រជាពលរដ្ឋជឿទៅលើអ្នកដឹកនាំជាអាចចូលរួមក្នុងការធ្វើការណាស់ទៀតទៅហើយរហូតដល់ថ្ងៃគាត់នឿយណាយគាត់លែងចូលប្រព្រឹត្តចោលគំនូអតីតកាលហើយគាត់ទុកចិត្តរួមមួយនៅប៉ុណ្ណឹងគាត់មិនចង់ចូលក្នុងការព្រោះទេពីព្រោះគាត់ខ្លាចដូនមុនចាច់បោះទៅដល់ថ្ងៃនេះគាត់មិនទុកចិត្តទេប៉ុន្តែគាត់ប៉ុណ្ណឹងគាត់អាចជាការស្គាល់ព្រេងពូគាត់លើរត់ទៅអត់ថាដូចទៅលើផ្លូវមួយតែធ្វើពីកញ្ចក់ចឹងណាយ៉ាក់ឡើងជួបឡើងពេញចិត្តអត់ជារត់ក្រាបទៅដល់គាត់ដែរគាត់ដល់ឲ្យឲ្យនួលគាត់ទុកចិត្តក្រាបវាមានមេដឹកនាំច្រើនណាស់ថាគេមានវិធីជួយការជួយប្រជាពលរដ្ឋចេញពីផ្លូវខ្លាញ់ដល់ឲ្យចេញទៅប្រជាពលរដ្ឋគាត់ទុកចិត្តអ្នកដឹកនាំគាត់ទុកចិត្តងើបឡើងដើម្បីធ្វើតាមមេដឹកនាំនឹងប្រាប់ទីបំផុតតែគាត់ងើបឡើងទឹកស្ងាទៅក្រោយគាត់កាត់បែកចំមុខបែកគាត់អញ្ចឹងមិនដឹងជាប្រមាណដងទេដល់ពេលទីបំផុតគាត់និយាយថាដូចជាគឺទៅលើផ្លូវនឹងគាត់បើយើងបែកក្បាលបែកក្បូងណាតំណែងគឺអញ្ចឹងប្រជាពលរដ្ឋខ្មែរមិនពេញចិត្តទេក្នុងសង្គមហ្នឹងប៉ុន្តែគាត់អត់ចេញព្រោះគាត់អត់ជឿទុកចិត្តកណាទេដោយពូឃើញពីអតីតកាលរបស់គាត់អញ្ចឹងណាបានពូកើតពីក្តីសន្តោសពីរដ្ឋខ្លួនឯងពូថាប្រជនជាតិមួយនេះមានសុចរិតទីត្រង់ល្អណាស់តាំងពីកំណើតមកចេះជួយចែករំលែកសេចក្តីទុកជាមួយគ្នាយើងមើលតែឈ្មោះទឹកមួយគ្រូខ្មែរហ្នឹងឈ្មោះទៅទៅបង្កើតកូនណាតាំងពីក្មេងរហូតដល់ចាស់ញញ័រនៅបង្កើតកូននៅគេហ្នឹងគ្មានបានស្អីទេបានកលមួយចាន
ណាគេទេអស់ហ្នឹងគាត់ជារដ្ឋាភិបាលតែគាត់រដ្ឋខ្មែរមកទឹកកលែងក្លត់ចំនួនឡើយខ្មែរយើងទឹកចេះកលែងក្លត់ចំនួនឡើយខូចចំនួនឡើយជាគីឡូ3ឆ្នាំលោកបបសឹកដាក់ចិត្តទីនេះទឹកដល់ឡើយទីនេះអត់ចិត្តទេទឹកបានតែលោកខ្មែរមកញ៉ាំរបស់គាត់តែលោកជួយញ៉ាំមកតែបាក់មួយការលើកដែរលោកអុកក្នុងទាស់100ដូចខ្មែរទេតែខ្មែរយើងអត់មានចិត្តទេចូលរួមក្នុងការការក៏ប៉ុន្តែមេដឹកនាំបោកប្រជាប្រដ្ឋខ្លួនឯងជាទឹកការតាំងចិត្តដោយសារអីដូចពូនិយាយខាងដើមចឹងពូនិយាយខាងដើមថាមនុស្សអន់ណាពេលជួបបញ្ហាមើលឃើញបញ្ហាយូរបញ្ហាហ្នឹងខ្លាចតែជាឧបសគ្គដែលយើងចង់ទៅប៉ុន្តែមនុស្សខ្លាំងវិញមើលឃើញដំណោះស្រាយមើលឃើញឱកាសក្នុងការដោះស្រាយបញ្ហាហ្នឹងដូចគ្នាពូមើលឃើញពីអតីតកាលពូឈរលើកម្រិតអតីតកាលនេះពូមើលឃើញថាប្រជាប្រដ្ឋខ្មែរតែចាញ់បោកពីអតីតកាលពូតែជឿអ្នកដឹកនាំហ្មងណាតែអ្នកដឹកនាំមិនគួរឲ្យជឿហ្មងចាំបាត់ថ្ងៃនេះពូត្រូវធ្វើការផ្លាស់ប្ដូរដល់របស់មួយឈប់ឲ្យមួយជឿទៅលើអ្នកដឹកនាំក្មួយត្រូវជឿលើខ្លួនឯងក្មួយត្រូវចូលរួមគ្នាដើម្បីរៀបចំប្រព័ន្ធមួយក្នុងការជ្រើសរើសអ្នកដឹកនាំនេះវាតតែក្មួយស្ដាប់ចុះបើក្មួយសម្រាប់ចិត្តថាក្មួយសុកចិត្តវានៅលើផ្លូវកញ្ចក់ដែលលាបខ្លាញ់នឹងហើយក្មួយមិនស្ដាប់ពីណាទាំងអស់ជួយអត់បាននៅត្រង់ហ្នឹងតែពូនិយាយថាទឹកថេតែក្មួយប្រកាន់ថាមេដឹកនាំណាក៏សុទ្ធតែខូចទាំងអស់ហ្នឹងទឹកថេហ្នឹងវាត្រូវគប់បែកដោយហេតុផលពូចង់យកហេតុផលទៅគប់ក៏ប៉ុន្តែក្មួយអប់ទឹកថេរដ្ឋបាលហេតុផលរបស់ពូគប់ទៅទឹកថេរបស់មួយមកពូបានសិក្សាពីអតីតកាលឃើញថាអ្នកដឹកនាំខ្មែរបានធ្វើឲ្យប្រជាពលរដ្ឋជឿទុកចិត្តលើខ្លួនគាត់ជឿគាត់ទៅមកជឿលើគាត់មួយដល់តែទុកចិត្តលើគាត់ដឹកនាំប្រទេសទៅទីបំផុតអ្នកដឹកនាំហ្នឹងបោកប្រជាពលរដ្ឋខ្លួនឯងគាត់ធ្វើឲ្យប្រជាពលរដ្ឋជឿហ្មងណាឲ្យប្រជាពលរដ្ឋខ្មែរជឿគេដែរឯនោះធ្វើឲ្យជឿប្រជាពលរដ្ឋខ្មែរមានបំណងចង់ជឿគេដែរវាត្រូវគ្នាហ្មងអតីតកាលនោះហើយដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែររត់លូនរហូតមកងាប់3លានអ្នកព្រោះតែជឿហ្នឹងម៉ាក់គីព្រៃម៉ាក់គីចូលលុកតាំងពីមកតាងាប់3លានអ្នកដល់ឥឡូវណាហើយទៀតតែចង់ទៅតែប៉ុន្តែមេដឹកនាំខ្មែរនៅតែជាយាមឲ្យប្រជាពលរដ្ឋបានជឿលើខ្លួនឯងដែរដល់ថ្ងៃនេះមិនចាក់មួយមើលមានតែឯកឧត្តមនេះទេឃើញទេមានតែលោកប្រធាននេះទេតែអាចចុះតម្លៃសាំងបានឃើញទេមានតែលោកឯកឧត្តមនេះទេប្រធាននេះទេបានរកការងារឲ្យប្រជាពលរដ្ឋធ្វើបានគេមានសមត្ថភាពចេះអីចឹងមិនគេជឿទេតែខ្ញុំចង់ជឿទេណាខ្ញុំចង់ជឿទេណាពីអតីតកាលមកដែលខ្ញុំដល់ទីឯងខ្ញុំថាខ្ញុំជឿហ្នឹងខ្ញុំជឿទៅលើអ្នកដឹកនាំហ្នឹងបើមិនជឿបានតែខ្ញុំចូលព្រៃហ៎បើមិនជឿបានតែកៅបៃខ្ញុំអត់ថាគេឈ្នះហ៎ពីណាគេចូលកៅបៃបានតែខ្ញុំមិនស្រឡាញ់ហ៎បានខ្ញុំមិនស្រឡាញ់មិនអ្នកកៅបៃបើតំណាងជាគេទៅទាញអ្នកដែលខ្ញុំស្រឡាញ់ហ្នឹងយកមកវែកញែកខែផលការជំនាន់ហ្នឹងខ្ញុំរករឿងគេងាប់ម៉ែឲ្យបងខ្ញុំរករឿងគេងាប់គឺគាត់ស្រឡាញ់ឥឡូវទៀតគាត់ស្រឡាញ់ពីណាគាត់ស្រឡាញ់មេដឹកនាំដែលគាត់ជឿហ្នឹងហើយយើងទៅទាញយកមេដឹកនាំតែគាត់ជឿហ្នឹងយកមកវែកញែករកខែផលគាត់បដិសេធគាត់ថាកុំឆ្លោះគ្នាឯងកុំយកមកដេញដោលឯងចាំគេឈ្នះដល់គេដឹកនាំប្រទេសទៅសាកល្បងខ្ញុំយកគេសាកល្បងទៀតហើយបើវាគ្មានផ្លូវអីសាកល្បងយកមិនតែជាផ្លូវនេះគូថាគួរតែធ្វើប្រព័ន្ធមួយតែនៅក្នុងការខ្ចីលុយវាជាកិច្ចសន្យាមួយការរៀបចំឲ្យមនុស្សដែលខ្ចីលុយយើងអាចតចាំកិច្ចសន្យាហ្នឹងដើម្បីយើងមកនិយាយអំពីប្រព័ន្ធនៃការជ្រើសរើសមេដឹកនាំពេលណាមេដឹកនាំនឹងធ្វើមិនកើតយើងចាក់ទម្លាក់ចោលវាអត់គ្រោះថ្នាក់ដល់ប្រទេសយើងទេអញ្ចឹងបានពូចង់ទាញអារម្មណ៍ក្មួយឲ្យមកគិតគូររឿងបញ្ហារៀបចំប្រព័ន្ធដើម្បីចងអ្នកដឹកនាំពេលដែលគាត់ធ្វើមិនកើតគាត់ធ្វើខុសពីសន្យារបស់គាត់យើងគាត់ទម្លាក់ចេញពីកន្លែងដែលទៅលើពុទ្ធលោកគេធ្វើអស់ហើយដើម្បីឲ្យក្មួយយល់ដឹងហើយមិនមែនចាប់ត្រឹមយល់ដឹងទេក្មួយត្រូវចូលរួមធ្វើក្មួយត្រូវកេះគេឲ្យស្ដាប់ក្មួយត្រូវចូលរួមរកការគ្រប់គ្រងគំនិតរបស់យើងយ៉ាងម៉េចប៉ុន្តែមុននឹងឈានដល់ការចូលរួមគឺត្រូវការយល់សិនសំខាន់ឡើងវិញដើម្បីលុបបំបាត់អតីតកាលតែមេដឹកនាំចេះតែធ្វើឲ្យរដ្ឋជឿទៅលើខ្លួនដោយប្រាជ្ញាការរៀបចំប្រព័ន្ធឲ្យយើងទំនុកចិត្តបានមកជ័យលុយយើងចឹងបើតែជំនុំល្អឯងអត់ចាំបាច់ជាសន្យាអានេះតែយកកណ្ដាលមកអញទៅកិច្ចសន្យាឲ្យឈួតទេអញបោកអញទៅកិច្ចសន្យាឲ្យនេះគឺសង្ស័យអត់ទុកទៅអញនឹងអត់ប្រយ័ត្នទេបងហ្នឹងគឺមានឆន្ទៈដល់ពេលគេទៅថាបាច់ធ្វើប្រព័ន្ធនេះគេមានឆន្ទៈមកគេមានឆន្ទៈធ្វើឲ្យមួយសាកមើលទៅមួយសាកមើលសាកទៅបើមិនគាត់ឆ្អែតទេជួយគួយឲ្យលឿនតិចបើថាមុខមួយទៅកើតដាក់កគូទៅឲ្យវាលឿនតិចឲ្យវាទៅដល់ការហ្នឹងអាចញ៉ាំមកវិញស្រែភូមិឋានដីអំណាចដីដេកក្លាជនបំពេញដីកសាងអំណាចបានគេលែងហ៊ានជន់ដីហើយដីកសាងអំណាច